ពុកម៉ែបងប្អូនហើយបើរកឃើញហើយបិទក្រុមហ៊ុនក៏វត្តចោលតែម្ដងទៅទុកធ្វើអីទៀតបាទពលរដ្ឋគាត់ឆ្ងល់អញ្ចឹងហើយគាត់សនំពោអញ្ចឹងទៀតក្រោយមានករណីត្រីងាប់ពិសោធន៍ឃើញថាមានការបង្ហូរសំណល់រាវចូលទឹកអូពីទឹកដីស្រុកព្រៃនប់ក្រោយពីត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋបន្តងាប់បាទគេថារំលងបានមួយថ្ងៃកាលពីព្រឹកថ្ងៃទី29ខែឧសភា2025ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពៀបរិស្ថាននៃក្រសួងបរិស្ថានដឹកនាំដោយលោកសរុនសម្បូរប្រធាននាយកដ្ឋានមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុរដ្ឋបាលស្រុកព្រៃនប់និងអាជ្ញាធរឃុំពាក់ព័ន្ធបានចុះធ្វើការត្រួតពិនិត្យនៅតំបន់ទីតាំងបាទក្រុមហ៊ុនអង្គរបនCambodia បាទ Technology ពុកម៉ែបងប្អូនCo Ltd ស្ថិតក្នុងឃុំសាមគ្គីស្រុកព្រៃនប់ខេត្តព្រះសីហនុដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ថាមានការបង្ហូរកាកសំណល់រាវចូលអូរព្រែកដែលបង្កផលប៉ះពាល់ដល់បរិស្ថាននិងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតាមដងព្រែកបាទចឹងងាប់ខ្ទេចខ្ទីអស់ហើយណាពុកម៉ែបងប្អូនបើតាមការត្រួតពិនិត្យនៅក្រៅទីតាំងក្រុមហ៊ុនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះក្រុមហ៊ុនបានបង្ហូរសំណល់រាវចូលអូរព្រែកផ្អាវជាថ្មីទៀតហើយបានបង្កក្លិនស្អុយយ៉ាងខ្លាំងនិងបានបណ្ដាលឲ្យត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋនៅព្រែកកំពង់ស្មាច់បានពុលងាប់អស់ជាច្រើនទឹកនៅក្នុងអូរព្រែកផ្អាវចាប់ពីចំណុចទីតាំងក្រុមហ៊ុនរហូតដល់ចំណុចប្រសពជាមួយនឹងព្រែកកំពង់ស្មាច់មានលក្ខណៈពណ៌ខ្មៅប្រផេះមានខ្លាញ់អណ្ដែតនិងមានក្លិនស្អុយជាមួយនឹងស្ថានភាពនេះក្រុមការងារបានធ្វើការយកសំណាកទឹកចំនួន3ទីតាំងបាទ3សំណាកមកធ្វើការវិភាគនៅមន្ទីរពិសោធន៍ឃើញថាទាំង3កន្លែងបាទទឹកមានពណ៌ខ្មៅប្រផេះនិងក្លិនស្អុយជាសំណល់រាវលាយជាមួយទឹកអូរនិងមានសារធាតុខ្លាញ់អណ្ដែតស្អុយបាទក្លិនស្អុយតិចៗនៅលើទឹកព្រែកកំពង់ស្មាច់ថែមទៀតផងក្រោយពីពិនិត្យនៅក្រៅតំបន់រោងបាចាក់ក្រុមការងារបានចុះមកត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុនដោយពិនិត្យឃើញថាក្រុមហ៊ុនបានដំណើរការផលិតបាតកម្មសាកល្បងដើម្បីធ្វើតេស្តអាងប្រព្រឹត្តកម្មសំណល់រាវហើយបានបង្ហូរសំណល់រាវមិនបានធ្វើការសម្អាតត្រឹមត្រូវចូលទៅក្នុងអូរព្រែកផ្អាវតាមរយៈបំពង់ទយោនិងលូបង្ហូរឲ្យមានបញ្ហាក្លិនស្អុយធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរយៈពេលបាទចុះត្រួតពិនិត្យក្រុមហ៊ុនបានផ្អាកការបង្ហូរសំណល់រាវចូលទៅក្នុងព្រែកផ្អាវជាមួយគ្នានេះតាមមតិបានតំណាងក្រុមហ៊ុនបានទទួលស្គាល់នៅចំណុចខ្វះខាតមិនមែនខ្វះខាតទេបាទគឺខុសតែម្ដងដែលរហូតមកដល់ពេលនេះពុំទាន់បានអនុវត្តរួចរាល់បច្ចុប្បន្នក្រុមហ៊ុនកំពុងជួបបញ្ហាសេដ្ឋកិច្ចដោយសារការផ្អាកដំណើរការនាពេលកន្លងមកជាពិសេសកំពុងជួបបញ្ហាជាមួយនឹងអ្នកបញ្ជាទិញផងដែរស្ថិតក្នុងស្ថានភាពបែបនេះស្នើសុំក្រសួងមានការយោគយល់និងអនុគ្រោះហើយនាពេលខាងមុខនេះក្រុមហ៊ុននឹងអនុវត្តតាមវិធានការរបស់ក្រសួងបរិស្ថានជាកំហិតដោយសារក្រុមហ៊ុនបានដំណើរការល្មើសនិងលិខិតបទដ្ឋានគតិយុត្តបរិស្ថាននិងបានបង្កបញ្ហាបំពុលបរិស្ថានដែលបង្កបានដែរបញ្ហានេះក្រុមហ៊ុនត្រូវទទួលរងការអនុវត្តវិធានការច្បាប់ដូចខាងក្រោមត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវចេញក្រៅទីតាំងក្រុមហ៊ុនជាបន្ទាន់ទោះក្នុងរូបភាពឬគោលបំណងណាក៏ដោយរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថានត្រូវធ្វើការរុះរើបំពង់ទយោបាទសម្រាប់បង្ហូរសំណល់រាវឲ្យអស់ទាំងស្រុងក្នុងរយៈពេល1ខែជាកំហិតត្រូវទទួលរងការពិន័យអន្តរការករណីមិនរៀងចាលដោយមានចែងក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិត្រូវផ្ដល់សំណងផលប៉ះពាល់បរិស្ថាននិងសុខភាពសាធារណៈតាមការវាយតម្លៃជាក់ស្ដែងត្រូវធ្វើការស្ដារទឹកសំណល់មានក្លិនស្អុយដែលនៅតាមអូរព្រឹកផ្អាវឲ្យមានស្ថានភាពប្រសើរឡើងដូចដើមវិញដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋបន្តទៅទៀតត្រូវរៀបចំអាងបាទគេថាប្រព្រឹត្តកម្ម
សំណល់រាវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងមានសមាសភាពសម្អាតឆ្លើយតបនឹងស្តង់ដារបញ្ចេញដោយត្រូវជ្រើសរើសក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវក្រោយការរៀបចំសាងសង់ប្រតិកម្មរួចរាល់ត្រូវធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យបាទទៅតាមការកំណត់បាទមានអីពុកម៉ែបងប្អូនបាទលេងបង្ហូរមកងាប់ត្រីងាប់អីនៅក្នុងព្រែកក្នុងស្ទឹកនឹងគ្មានសល់ស្អីទេបាទស្នើសុំទៅក្រសួងដាក់ពិន័យឲ្យធ្ងន់តែម្ដងវាប៉ះពាល់ដល់ជីវៈចម្រុះបើលេងតាម៉ាកនេះត្រីអីមានអីសល់ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋអីងាប់ពេញអាងបាទដោយសារអីគឺដោយសារតែបាទក្រុមហ៊ុននឹងបានបង្ហូរទឹកស្អុយចេញមកតែម្ដងបាទចេញមកតែម្ដងតាក់ទងបាទទៅនឹងព័ត៌មានក៏មានតែប៉ុណ្្នឹងដែរជាចុងក្រោយបាទសូមជម្រាបលា